សួស្តីបងប្អូនអរគ្នាថ្ងៃហ្នឹងខ្ញុំមានប្រធានបទមួយទៀតចូលមកចែកម្លែកណាតកតងទៅនឹងការចាប់ផ្ដើមអាជីវកម្មពីព្រោះថាជាទូទៅអាជីវកម្មដើមទុនសំខាន់ជាងគេដំបូងគេគឺលុយហ្នឹងហើយប៉ុន្តែពេលខ្លះយើងមិនមានលុយទៅក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មអញ្ចឹងពិបាករួចមួយទៀតពេលខ្លះមានលុយក៏មិនប្រកបស្រួលដែរវានៅមានបញ្ហាស្មុគស្មាញច្រើនជាងទៀតអញ្ចឹងថ្ងៃហ្នឹងខ្ញុំចង់និយាយពីដើមទុនមួយដែលខ្ញុំគិតថាវាសំខាន់ខ្លាំងណាស់គឺតកតងទៅនឹងទំនុកចិត្តជាទូទៅក្នុងការចាប់ផ្ដើមអាជីវកម្មមួយអ្វីដែលសំខាន់ជាងគេគឺទំនុកចិត្តអាចធ្វើយើងអាចរកលុយបានតែយើងអាចខ្ចីលុយអ្នកដទៃបានយើងអាចចងការប្រាក់ពីអ្នកដទៃបានយើងអាចប្រមូលហ្វាន់ឲ្យគេចូលហ៊ុនជាមួយយើងបានយើងត្រូវដឹងថាចំនួនលុយដែលយើងអាចប្រមូលបានវាអាស្រ័យទៅលើទំហំនៃទំនុកចិត្តដែលគេមានចំពោះយើងអញ្ចឹងបើសិនជាយើងជាមនុស្សម្នាក់ដែលមានបំណងកថាថ្ងៃក្រោយយើងចង់ខ្លាយជា business owner ចង់ខ្លាយជាអីមួយណាមិននិយាយចុះមិនតែ business owner ចង់ធ្វើកិច្ចការធំអីចឹងណាចង់ខ្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័នណាមួយអីចឹងទៅអ្វីដែលយើងត្រូវរៀបចំឬក៏អ្វីដែលយើងត្រូវសន្សំទុកឲ្យបានច្រើននោះគឺទំនុកចិត្តព្រោះទំនុកចិត្តធ្វើឲ្យមនុស្សដែលគាត់ពាក់ព័ន្ធមួយយើងនោះមានភាពកក់ក្ដៅទំនុកចិត្តធ្វើឲ្យគាត់មានអារម្មណ៍មួយថាគាត់សុវត្ថិភាពក្នុងការធ្វើការមួយយើងឥឡូវខ្ញុំឧទាហរណ៍មួយថាយើងចង់ចាប់ផ្ដើមអាជីវកម្មមួយតែទុនយើងអត់គ្រប់យើងមានខ្លះតែយើងខ្វះតិចតួចអីចឹងណាអញ្ចឹងមនុស្សដែលឲ្យលុយយើងខ្ចីគឺជាមនុស្សដែលទុកចិត្តយើងមិនជឿដើរសាកខ្ចីលុយគេមើលមានតែអ្នកដែលទុកចិត្តយើងទេដែលគាត់ឲ្យលុយមកយើងខ្ចីតែមនុស្សដែលគាត់អត់ទុកចិត្តយើងគាត់មិនឲ្យលុយមកយើងខ្ចីទេអាហ្នឹងមួយទៀតនៅពេលដែលយើងចាប់ផ្ដើមអាជីវកម្មយើងឲ្យឧទាហរណ៍ថាយើងចាប់ផ្ដើមតាក់ទងហាង construction ខាងសាងសង់ហាងអី design អីចឹងណាអញ្ចឹងមនុស្សដែលទម្លាក់ការងារឲ្យយើងធ្វើហ្នឹងជាប្រភេទនោះណាគឺជាប្រភេទមនុស្សដែលទុកចិត្តលើយើងធ្វើឲ្យគាត់មានទំនុកចិត្តអញ្ចឹងគាត់នឹងទម្លាក់ការងារបានន័យថាគាត់ទៅជាដៃគូអាជីវកម្មរបស់យើងដោយសារតែគាត់ទុកចិត្តការងាររបស់យើងហ្នឹងថាមិនធ្វើឲ្យគាត់ខកបំណងទេហើយបន្តមកទៀតបុគ្គលិកដែលយើង hire មករើសគាត់ចូលមកធ្វើការមួយយើងហ្នឹងតើប្រភេទបុគ្គលិកណាដែលចូលមកយើងបុគ្គលិកមានពីរប្រភេទបុគ្គលិកមួយគឺគាត់គ្មានជំរើសក៏បានន័យថាគាត់ទៅណាក៏អត់មានកន្លែងទទួលគាត់ណាគាត់អាចចូលមកធ្វើការមួយយើងដែលអត់ជំរើសតែមួយប្រភេទទៀតបុគ្គលិកដែលប្រកែបុគ្គលិកល្អណាគាត់ចូលធ្វើការមួយយើងដោយសារតែទំនុកចិត្តគាត់មានទំនុកចិត្តលើយើងបានគាត់ព្រមមកធ្វើការមួយយើងពូគាត់ជឿជាក់ថាយើងអាចធ្វើឲ្យគាត់មានអនាគតល្អគាត់ជឿជាក់ថាគាត់មកធ្វើការមួយយើងនឹងគាត់ទទួលបានភាពកក់ក្ដៅទទួលបានកិត្តិយសនិងទទួលបានអ្វីដែលគាត់ចង់បានអានឹងជាទំនុកចិត្តដែលយើងត្រូវផ្ដល់ឲ្យគាត់អញ្ចឹងទំនុកចិត្តទាំងអស់ហ្នឹងសួរថាកើតឡើងពីណាវាអត់កើតឡើងពីការនិយាយប្រប៉ាច់អត់បានការទេទំនុកចិត្តហ្នឹងវាកើតចេញពីសកម្មភាពដែលយើងធ្វើបង្ហាញឲ្យឃើញព្រោះអាទាំងអស់ហ្នឹងវាជាអារម្មណ៍ទំនុកចិត្តវាមិនមែនជាការស្រាយបញ្ជាក់ថាអូអញ្ចេះត្រូវទំនុកមែនទេវាអារម្មណ៍មួយប្រយោជន៍ហ្នឹងអ្នកហ្នឹងគឺអាចទុកចិត្តបានជឿជាក់បានអញ្ចឹងមកអញ្ចឹងមូលហេតុដោយសារតែសកម្មភាពតតែដែលយើងចំណាំមើលយើងដឹងពីអត្តចរិតរបៀបរបបរបស់គាត់អីចឹងទៅឥឡូវខ្ញុំឧទាហរណ៍យើងមានមិត្តភ័ក្តិច្រើនមិត្តភ័ក្តិខ្លះយើងមានអារម្មណ៍ថាទុកចិត្តគាត់ហ្មងយើងឲ្យលុយគាត់ខ្ចីបានយើងឲ្យឡានគាត់ខ្ចីបានឲ្យម៉ូតូគាត់ខ្ចីបានឲ្យកុំព្យូទ័រគាត់ខ្ចីបានគឺយើងមានអារម្មណ៍ទុកចិត្តដោយសារតាំងពីដើមមកគាត់អត់ដែលបោកប្រាស់ទេគឺគាត់តែងតែមានភាពស្មោះត្រង់គាត់ចង់និយាយថាគាត់យកសេចក្តីស្មោះត្រង់យកដាក់មុខធំជាងអត្ថប្រយោជន៍ផ្សេងអញ្ចឹងណាដែលអញ្ចឹងធ្វើឲ្យគ្រប់គ្នានឹងមានអារម្មណ៍ទុកចិត្តមកលើគាត់ឃើញកន្លែងហ្នឹងអញ្ចឹងហួយសួរថាយ៉ាងម៉េចបានអត់មានទំនុកចិត្តមនុស្សដែលអត់ដែលបំផ្លាញទំនុកចិត្តរបស់ខ្លួនឯងទៅអ្នកទៅទីមួយគឺអត់គោរពកិច្ចសន្យាអត់គោរពអ្វីដែលខ្លួនឯងបាននិយាយអត់គោរពនៅអ្វីដែលខ្លួនឯងបានសន្យានេះគឺអត់គោរពទេហើយមួយទៀតគឺជាប្រភេទមនុស្សដែលសម្លឹងឃើញផលប្រយោជន៍តូចតាចចង់និយាយថាឲ្យទៅផលប្រយោជន៍អីមួយតាក់ទងគាត់ហ្នឹងគឺគាត់គិតទៅលើផលប្រយោជន៍របស់គាត់តែហ្មងគាត់អត់គិតលើផលប្រយោជន៍រួមទេសំខាន់គឺគាត់ចំណេញអ្នកណាស្ងាត់ជារឿងរបស់អ្នកហ្នឹងអញ្ចឹងមនុស្សប្រភេទហ្នឹងក៏ជាមនុស្សដែលគ្មានចង់និយាយថាมันអាចទុកចិត្តបានដែរអញ្ចឹងអត់មានទំនុកចិត្តទេហើយមនុស្សមកប្រភេទទៀតគឺមនុស្សគេថារុញទៅអ្នកដតីខ្វះទំនោរក៏ត្រូវថាបញ្ហាកើតឡើងអញ្ចឹងគាត់តែងតែរុញបញ្ហាទៅអ្នកដតី
គាត់អត់ដែរយកបញ្ហាហ្នឹងយកមកដាក់ប្រឈមខ្លួនឯងទៅបើតែបញ្ហាហ្នឹងគាត់អ្នកបង្កើតក៏ដោយឬក៏បញ្ហាហ្នឹងវាកើតឡើងដោយកំហុសអចេតនាគាត់ដោយគាត់រុញចេញអាហ្នឹងគាត់ធ្វើឲ្យមនុស្សជុំវិញគាត់អត់អាចមានទំនុកចិត្តជាមួយគាត់ដែរហើយមួយទៀតទំនួលត្រូវការងារវាថាឆិនឆាយណាធ្វើឲ្យតែរួចតែពីដៃធ្វើឲ្យអ្នកដែលធ្វើការមួយហ្នឹងគឺអត់អាចទុកចិត្តបានហ្មងឲ្យគាត់ធ្វើឲ្យយើងត្រូវតែអ្នកបញ្ចប់អ្នកសម្អាតអ្នក clean ពីក្រោយគាត់រហូតចង់និយាយថាបិទគូតរហូតឲ្យតែការងាររបស់គាត់ធ្វើអញ្ចឹងដល់ពេលយើងធ្វើឲ្យអត់មានទំនុកចិត្តទេអូមកថាយើងដឹងតែចរិតគាត់អញ្ចឹងហើយគាត់ចង់រកស៊ីគាត់មកខ្ចីលុយយើងឲ្យគាត់ខ្ចីយើងអត់ឲ្យគាត់ខ្ចីទេទុកចិត្តអត់បានហ្មងហើយបើសិនជាគាត់ធ្វើមេអីសួរយើងចង់ធ្វើការមួយគាត់អត់ទេយើងកពុលមុខពិបាកធ្វើការមួយទុកចិត្តអត់បានហ្មងចឹងកន្លែងហ្នឹងអញ្ចឹងបងប្អូនត្រូវចាំទោះបីយើងធ្វើការផ្នែកអីក៏ដោយទំនុកចិត្តវាគឺជា credit វាគឺជាតម្លៃមួយដែលសំខាន់មែនតើដែលយើងធ្វើឲ្យយើងនឹងជាមនុស្សម្នាក់គេហៅភាសាខ្មែរគេទឹកមាត់ប្រៃណាអាចនិយាយទៅគេស្ដាប់តែនៅពេលដែលយើងធ្វើឲ្យខ្លួនឯងជាមនុស្សម្នាក់អស់តម្លៃមានន័យថាមនុស្សម្នាក់ដែលគេមិនអាចទុកចិត្តបានហើយវាជារឿងមួយដែលពិបាកមែនតើហ្មងខ្ញុំជួបច្រើនមិត្តភក្តិខ្ញុំអ្នកដែលអត់មានទំនុកចិត្តអ្នកដែលគេហៅថាគាត់ធ្វើឲ្យខ្លួនគាត់បាត់ credit ទេណាបាត់ទំនុកចិត្តនិងមិត្តភក្តិដែលគាត់មាន credit ខ្ពស់ដែលធ្វើឲ្យមនុស្សជំនាញគាត់មានទំនុកចិត្តមិត្តភក្តិដែលបាត់ credit សូម្បីតែហាមកខ្ចីលុយមិត្តភក្តិផ្សេងទៀតមិត្តភក្តិផ្សេងនិយាយទាំងអត់ខ្មាស់ហ្មងថាតតដាក់របស់ប្រចាំបានគេឲ្យខ្ចីលុយបានទោះបីចំនួនតិចតួចក៏ដោយព្រោះដោយសារគេអត់ទុកចិត្តគាត់តែមិត្តភក្តិដែលមាន credit ទោះបីជាគាត់អត់គាត់អីក៏ដោយតែគេទុកចិត្តទៅលើចរិតគាត់គាត់ទៅហាមកខ្ចីទៅគឺគេឲ្យទៅហ្មងព្រោះគេទុកចិត្តគាត់គេដឹងច្បាស់ពីអត្តចរិតរបស់គាត់ព្រោះធ្លាប់នៅជាមួយគ្នាធ្វើការមួយគ្នាស្វែងចង់និយាយស្គាល់គ្នាយូរហើយណាដឹងពីរបៀបគិតរបៀបធ្វើការរបស់គ្នាធ្វើឲ្យគេទុកចិត្តអាហ្នឹងទាំងអស់ហ្នឹងដោយសារតែគាត់បៀលគាត់អន្សំវាយូរហើយបានធ្វើឲ្យគេនឹងយល់ថាគាត់ជាមនុស្សបែបណាអញ្ចឹងត្រឡប់មកវិញអ្នកទាំងអស់គ្នាដែលចង់ធ្វើអីមួយហ្នឹងកលេចមកមើលខ្លួនឯងវិញថាតើខ្លួនឯងរាល់ថ្ងៃហ្នឹងបានធ្វើឲ្យមនុស្សជុំវិញខ្លួនទុកចិត្តយើងអត់អូម៉ាបើសិនយើងធ្វើការក្នុងស្ថាប័នតើយើងបានធ្វើឲ្យមេយើងទុកចិត្តយើងកម្រិតប៉ុណ្ណាដែរយើងធ្វើឲ្យមនុស្សដែលធ្វើការជុំវិញយើងនឹងទុកចិត្តយើងកម្រិតប៉ុណ្ណាដែរមនុស្សនៅក្រោមប្រកបយើងទុកចិត្តយើងកម្រិតប៉ុណ្ណាដែរហើយបើសិនជាយើងមានមិត្តភ័ក្តិតើមិត្តភ័ក្តិជុំវិញខ្លួនយើងនឹងជាពិសេសគឺមនុស្សដែលស្និទ្ធស្នាលមួយយើងនឹងគាត់ទុកចិត្តយើងកម្រិតប៉ុណ្ណាដែរអញ្ចឹងត្រូវមើលមកវិញហើយបើសិនជាយើងជាមនុស្សម្នាក់ដែលអត់ credit យើងយល់ហាំងមកពីខ្ញុំក្រមកពីខ្ញុំអីបានគេមើលងាយគេអត់ទុកតម្លៃខ្ញុំគំនិតហ្នឹងគឺខុសហើយបានតែទម្លាក់វាចោលឲ្យគិតឡើងវិញថាតើយើងបានធ្វើជាមនុស្សម្នាក់ដែលមាន credit ហើយឬនៅមនុស្សមាន credit ដូចខ្ញុំនិយាយចឹងសាមញ្ញហ្នឹងមិនមែនចាំបាច់ថាយើងមានលុយយកមក show គេទេគ្រាន់តែយើងនិយាយមិនយើងធ្វើអញ្ចឹងយើងគោរពសន្យាដល់មកថាយើងខ្ចីលុយគេធ្វើអីមួយឧទាហរណ៍ណាយើងមុនខ្ចីយើងគិតថាធ្វើមិនដើម្បីសងគេត្រឡប់យើងគិតដូចហ្នឹងបើសិនជាយើងអត់មានសមត្ថភាពសងគឺយើងអត់ខ្ចីទេយើងខ្ចីដោយសារយើងខ្វះហើយយើងដឹងថាសងទៅពេលណាមកថាយើងធ្វើស្រែយើងដឹងថា3ខែទៀតយើងប្រមូលផលស្រូវយើងហើយយើងដឹងថាស្រូវយើងលក់បានប៉ុន្មានថាយើងលក់បាន$2,000ឧទាហរណ៍អញ្ចឹងយើងត្រូវតែខ្ចីលុយគេធ្វើម៉េចឲ្យតិចជាង$2,000បើសិនយើងត្រូវការប្រចាំយើងថាយើងខ្ចីទៅ$1,500ហើយយើងត្រូវសន្យាប្រាប់ចាំតល់ថាឥឡូវខ្ញុំខ្ចី$1,500សិនក្នុងរយៈពេល3ខែក្រោយខ្ញុំនឹងសងត្រឡប់ទៅអ្នកឯងវិញអាហ្នឹងមិត្តភក្តិចង់គិតការប្រាក់ក៏បានអត់គិតការក៏បានហ្នឹងស្រេចយើងព្រោះមិត្តភក្តិខ្លះគេរាប់អាំងនេះថាត្រឹម2-3ខែមិនគិតការប្រាក់គ្នាក៏បានដែរយកទៅប៉ុន្តែ3ខែត្រូវសងត្រឡប់អញ្ចឹង3ខែក្រោយពេលយើងប្រមូលផលស្រូវបានយើងត្រូវសងទៅគេព្រោះប៉ុន្តែមនុស្សដែលធ្វើឲ្យបាត់ទំនុកចិត្តអត់ចឹងទេដល់ពេលគាត់ប្រមូលផលស្រូវបានគាត់អត់យកលុយសងមិត្តភក្តិគាត់ទេគាត់យកលុយទៅ invest រឿងអីផ្សេងទៀតព្រោះគាត់គិតថាអាហ្នឹងវាលុយច្រើនណាខ្ចីវា$1,500ឲ្យមកព្រឹសហ្មងអញ្ចឹងមានន័យវាសម្បូរលុយទៅមិនតាន់សងវាក៏អត់អីដែររួចមិត្តភក្តិអ្នកខ្លះគេចង់និយាយថាគេភាសាការទូតគេអត់ស្ដីឲ្យយើងទេគេនិយាយបែបការទូតថាអត់អីអញ្ចឹងចាំមួយខែពីរខែទៀតក៏បានដែរបវលមកចាំសងខ្ញុំវិញមកប៉ុន្តែយើងត្រូវចាំថា credit របស់យើងគឺត្រូវបានដកចេញឯងដកចេញពីក្នុងចិត្តគេថ្ងៃក្រោយមិនបាច់ហាមាត់គុំថា$1,500ទៀតតែ200ហ្នឹងក៏គេមកឲ្យផងអញ្ចឹងកន្លែងហ្នឹងទំនុកចិត្តគឺនៅកន្លែងហ្នឹងហើយនៅក្នុងអាជីវកម្មក៏អញ្ចឹងដែរយើងសន្យាមួយគេថាយើងធ្វើអញ្ចឹងប៉ុន្តែជាក់ស្ដែងយើងអត់ធ្វើអញ្ចឹងយើងយកលុយរបស់គេមកយកមកស៊ីចាយហឺហាអញ្ចឹងទៅអញ្ចឹងគេអត់ទុកចិត្តលើយើងទេអញ្ចឹងកន្លែងហ្នឹងអ្នកត្រូវគិតឡើងវិញអញ្ចឹងត្រូវយល់ឲ្យត្រូវឡើងវិញត្រូវធ្វើម៉េចបៀលឲ្យទំនុកចិត្តជប់រវាងមនុស្សជុំវិញខ្លួនយើងតាមរយៈការគោរពពាក្យសច្ចៈជាមួយខ្លួនឯងការធ្វើការងារឲ្យមានគុណភាពនិងការឲ្យតម្លៃជាមនុស្សជុំវិញខ្លួនយើងហ្នឹង
ឲ្យតម្លៃវាមិនចង់និយាយថាយើងឲ្យតម្លៃមានន័យថាយើងអត់ឈិតគេទេអញ្ចឹងទៅតើប្រហែលចំណុចហ្នឹងទៅយើងនឹងខ្លាចចំនួននេះដែលមាន credit អញ្ចឹងយើងធ្វើអីទៀតក៏បានដែរអញ្ចឹងខ្ញុំគិតថាការបញ្យល់របស់ខ្ញុំប៉ុណ្ណឹងគឺអាចធ្វើឲ្យអ្នកទាំងអាចយល់បានបាទអរគុណ